ក្នុងគម្ពីរលោកធិបកៈមានសម្ដែងប្រៀបធៀបថាទេវតាមានឫទ្ធិច្រើនស្ថិតនៅក្នុងទីបំផុតភពហើយទម្លាក់នៅដុំថ្មធំប៉ុនផ្ទះមានកំពូលឲ្យធ្លាក់ចុះមកឋានមនុស្សលោកធ្លាក់មកយូរអង្វែងណាស់ចំនួន3ឆ្នាំ2ខែ8ថ្ងៃនិង14នាទីទើបមកដល់ឋានមនុស្សដុំថ្មនេះគ្រាន់តែសឹកដោយខ្យល់ដាច់អស់នៅសល់ប៉ុនផ្លែក្រូចសើចតែប៉ុណ្ណោះបន្ទាប់អំពីនេះនឹងសម្ដែងរៀបរាប់តាមគម្ពីរវិសុទ្ធមគ្គជាដើមតទៅទៀតតាមដំណើរថាភ្នំសិនេរុស្ថិតនៅកណ្ដាលចក្រវាឡភ្នំសតបរិភ័ណ្ឌព័ទ្ធជុំវិញភ្នំសិនេរុផ្ទៃខាងក្រៅភ្នំសតបរិភ័ណ្ឌនោះសុទ្ធតែទឹកទាំងអស់មានទ្វីប4ស្ថិតនៅក្នុងទិសទាំង4ឆ្ងាយដាច់ស្រយាលពីភ្នំសតបរិភ័ណ្ឌទ្វីប4នោះគឺទី1ចម្ពោះទ្វីបស្ថិតនៅទិសខាងត្បូងភ្នំសិនេរុមានដើមព្រីងប្រចាំទ្វីបមនុស្សក្នុងទ្វីបនោះរកស៊ីចិញ្ចឹមជីវិតដោយកសិកម្មនិងពាណិជ្ជកម្មស្ត្រីមានក9ខែឬ10ខែទើបប្រសូតបុត្រធីតាទី2ឧត្តរគរុទ្វីបស្ថិតនៅទិសខាងជើងភ្នំសិនេរុមានដើមកប្បព្រឹក្សប្រចាំទ្វីបមនុស្សក្នុងទ្វីបនោះមិនរវល់កង្វល់ដោយកសិកម្មពាណិជ្ជកម្មឡើយចង់បានអ្វីបរិភោគចំណីអាហារបែបណាគ្រាន់តែដើរទៅដល់កប្បព្រឹក្សបានដោយសេចក្តីប្រាថ្នាស្ត្រីមានក7ថ្ងៃប្រសូតបុត្រធីតាប្រសូតបាន7ថ្ងៃចេះដើរចេះរត់ទី3អបរគោយានីទ្វីបស្ថិតនៅទិសខាងលិចភ្នំសិនេរុមានដើមខ្ទុំប្រចាំទ្វីបមនុស្សក្នុងទ្វីបនោះមិនកង្វល់ដោយកសិកម្មពាណិជ្ជកម្មឡើយព្រោះមានដួងកែវឲ្យសម្រេចសេចក្តីប្រាថ្នាបានគ្រប់យ៉ាងទី4ពពៈវេទេហទ្វីបស្ថិតនៅទិសខាងកើតភ្នំសិនេរុមានដើមច្រែះប្រចាំទ្វីបមនុស្សក្នុងទ្វីបនោះមិនពិបាកនឿយហត់ដោយកសិកម្មពាណិជ្ជកម្មឡើយព្រោះមានប្រាសាទមួយវិចិត្ររចនាដោយកែវ7ប្រការកម្ពស់15យោជន៍ឲ្យសម្រេចនៅសេចក្តីត្រូវការរបស់មនុស្សបានគ្រប់យ៉ាងបណ្ដាទ្វីបទាំង4នោះព្រះពុទ្ធគ្រប់ព្រះអង្គមិនដែលឧបដិកើតឡើងនៅក្នុងទ្វីបទាំង3ទេទ្រង់ឧបដិកើតតែក្នុងចម្ពោះទ្វីបមួយប៉ុណ្ណោះព្រោះទ្វីបទាំង3ជាទ្វីបសម្រាប់សត្វសោយផលរបស់សុចរិតធម៌មិនមែនជាទ្វីបសម្រាប់សាងសុចរិតធម៌ដូចជាចម្ពោះទ្វីបឡើយក្នុងចម្ពោះទ្វីបមានភ្នំហេមវ័នឬហេមពៀនកម្ពស់500យោជន៍បណ្ដោយនឹងទទឹងប្រវែង3000យោជន៍មានកំពូលចំនួន84000ទំហំដើមឈើប្រចាំទ្វីបទាំង4នោះគឺចម្ពោះព្រឹក្សដើមព្រីងក្នុងចម្ពោះទ្វីប1កប្បព្រឹក្សគឺដើមកប្បៈក្នុងឧត្តរគរុទ្វីប1កតុម្ពព្រឹក្សគឺដើមខ្ទុំក្នុងអមរគោយានីទ្វីប1សរិសព្រឹក្សដើមច្រេះក្នុងពពៈវិទេហទ្វីប1និងបរិច្ឆតិកព្រឹក្សគឺដើមរលួសផ្អុងក្នុងឋានតាវតឹង1បាដលីព្រឹក្សដើមជលនាងរបស់ពួកអសុល1សំពីលីព្រឹក្សដើមរការបស់ពួកគ្រុឌ1ឈើទាំងអស់នេះសុទ្ធតែជាស្ដេចនៃរុក្ខជាតិមានអាយុវែងតាំងនៅអស់មួយកាប់មានទំហំនិងកម្ពស់ជាដើមប៉ុនគ្នាទាំងអស់គឺទំហំជុំវិញដើមចំនួន15យោជន៍បណ្ដោយដើមនិងបណ្ដោយមែកដែលបែកទៅជុំវិញដើមម្ខាងមាន50យោជន៍រំភាយមែកពីម្ខាងទៅម្ខាងនិងកម្ពស់មែកទៅខាងលើចំនួន100យោជន៍អំពីទំហំទ្វីបទាំង4ចម្ពោះទ្វីបនិងឋានតាវតឹងឋានអសុលឋាននរុអវិជ័យមានទំហំ10000យោជន៍ដូចគ្នាអបរគោយានីទ្វីបនិងពពៈវេទេហទ្វីបមានទំហំ2000យោជន៍ឧត្តរគរុទ្វីបមានទំហំ8000យោជន៍ទ្វីបទាំង4នេះទ្វីបមួយមានទ្វីបតូច500ជាបរិវាររួមនៅក្នុងចក្រវាឡមួយជុំវិញចក្រវាឡមានភ្នំធំវែងព័ទ្ធជុំវិញភ្នំនោះចាក់ឫសចុះទៅក្នុងសមុទ្រជម្រៅ82000យោជន៍ដុះខ្ពស់ឡើងលើមានកម្ពស់82000យោជន៍ដែរបញ្ជាក់សេចក្តីពាក្យថាលោកធាតុនិងចក្រវាឡជាពាក្យមួយគ្រាន់តែផ្សេងគ្នាដោយសេចក្តីតែប៉ុណ្ណោះនៅក្នុងលោកធាតុមួយចក្រវាឡមួយមានទ្វីបធំ4ទ្វីបតូច500
មានភ្នំសេនេរុភ្នំសតបរិភ័ណ្ឌឋានសួគ៌6ជាន់ឋានព្រំឋានមនុស្សនិងឋាននរកជាដើមហើយមានព្រះអាទិត្យព្រះច័ន្ទព្រះអាទិត្យនោះមានទំហំ50យោជន៍ព្រះច័ន្ទទំហំ49យោជន៍ជាវិមានប្រាសាទរបស់សូរ្យទេវបុត្រនិងចន្ទទេវបុត្រសង្ខារលោកតាក់តែងឡើងសម្រាប់បំភ្លឺលោកមានប្រក្រតីដើរប្រទក្សិណភ្នំសេនេរុជានិច្ចព្រះអាទិត្យក្នុងមួយយប់មួយថ្ងៃដើរបានមួយជុំភ្នំសេនេរុព្រះច័ន្ទដើរមួយខែទៅបានមួយជុំភ្នំសេនេរុរួមសម្ភារៈទាំងអស់ដោយរៀបរាប់មកនេះហៅថាលោកធាតុមួយឬចក្រវាលមួយលោកធាតុឬចក្រវាលនោះមានច្រើនជាអនេកមិនមែនមានតែមួយទេរួមលោកធាតុឬចក្រវាលដែលមានទាំងប៉ុន្មានហៅថាឱកាសលោកឱកាសលោកនោះបែងចែកទៅតាមខេត្តរបស់ព្រះពុទ្ធតទៅទៀតគឺពុទ្ធខេត្តមាន3យ៉ាងទី1ជាតិខេត្តមានលោកធាតុឬចក្រវាលចំនួន 10000 នៅក្នុងពេលដែលព្រះសម្ពុទ្ធចុះចាប់បដិសន្ធិនិងប្រសូតជាដើមលោកធាតុឬចក្រវាលទាំង 10000 នោះកំរើករំពើកញាប់ញ័រទាំងអស់ហាក់ដូចជាគេចាប់ញាក់ឬចាប់អង្រួនដោយអំណាចបុណ្យរបស់ព្រះអង្គទី2អាណាខេត្តមានលោកធាតុឬចក្រវាលចំនួន 100,000 កោដលោកធាតុក្នុងពេលដែលព្រះសម្ពុទ្ធសម្ដែងនៅរតនបរិត្តខន្ធបរិត្តធច្ចកបរិត្តអាដានាដយបរិត្តនិងមោរៈបរិត្តលោកធាតុឬចក្រវាលទាំង 100,000 កោដនោះកំរើករំពើកញាប់ញ័រទាំងអស់ហាក់ដូចជាគេចាប់ញាក់ឬចាប់អង្រួនដោយអំណាចរបស់ព្រះបរិត្តដែលព្រះអង្គសម្ដែងទី3វិសយខេត្តមានលោកធាតុឬចក្រវាលជាអនន្តរាប់មិនបានប្រមាណមិនត្រូវអំណាចប្រាជ្ញាញាណរបស់ព្រះសម្ពុទ្ធជ្រៅឆ្ងាយទូលាយជាអនន្តផ្សាយទៅក្នុងឱកាសលោកដែលរកទីបំផុតមិនឃើញបានតាមពុទ្ធបំណងបើព្រះអង្គចង់ជ្រាបនៅហេតុជាអនន្តបែបណាទ្រង់ជ្រាបបានបែបនោះឥតមានទើសទាក់ក្នុងចំណោមពុទ្ធខេត្តទាំង3នោះលើកលែងតែវិស័យខេត្តមួយចេញពីព្រោះជាវិស័យបញ្ញាញាណធម្មតារបស់ព្រះពុទ្ធគ្រប់អង្គខាងជាតិខេត្តនិងអាណាខេត្តមានលោកធាតុឬចក្រវាល 100,000 កោដជាខេត្តរបស់ព្រះសម្ពុទ្ធមួយព្រះអង្គលោកធាតុឬចក្រវាលទាំង 100,000 កោដនោះសង្ខារលោកតាក់តែងឡើងក្នុងពេលជាមួយគ្នាមានអាយុស្ថិតនៅប្រហែលគ្នាវិនិច្ឆ័យទៅវិញក៏ដំណើរគ្នាដោយមានសម្ដែងក្នុងគម្ពីរវិសុទ្ធមគ្គត្រង់អភិញ្ញានិទេសដូច្នេះថាបណ្ដាពុទ្ធខេត្តទាំង3នោះអាណាខេត្តមួយត្រូវវិនិច្ឆ័យកាលបើអាណាខេត្តវិនិច្ឆ័យហើយចំណែកខាងជាតិខេត្តក៏ត្រូវវិនិច្ឆ័យដូចគ្នាដែរជាតិខេត្តកាលវិនិច្ឆ័យក៏វិនិច្ឆ័យក្នុងពេលជាមួយគ្នានឹងអាណាខេត្តកាលតាំងនៅក៏តាំងនៅក្នុងពេលជាមួយគ្នានឹងអាណាខេត្តការវិនិច្ឆ័យក្តីតាំងនៅក្តីនៃជាតិខេត្តនិងអាណាខេត្តនោះបណ្ឌិតត្រូវជ្រាបយ៉ាងនេះចុះនៃត្រង់ពុទ្ធខេត្តនេះច្រើនមានយោបល់យល់ផ្សេងគ្នាខ្លះយល់ថាក្នុងឱកាសលោកទាំងមូលដែលមានមេឃអាកាសធំទូលំទូលាយលហលហេវយ៉ាងនេះមានលោកធាតុឬចក្រវាលត្រឹមតែ 100,000 កោដប៉ុណ្ណោះយូរទើបមានព្រះពុទ្ធត្រាស់មួយអង្គមិនមានជានិច្ចកាលរាល់ថ្ងៃរាល់ខែរាល់ឆ្នាំទេពីព្រោះមិនមានលោកធាតុឬចក្រវាលដោយឡែកក្រៅពី 100,000 កោដនោះទៀតខ្លះទៀតយល់ថាក្នុងឱកាសលោកទាំងមូលដែលមានមេឃមានអាកាសធំទូលំទូលាយលហលហេវនេះមិនមែនមានតែលោកធាតុឬចក្រវាលត្រឹមតែ 100,000 កោដប៉ុណ្ណោះទេគឺមាន 100,000 កោដ 100,000 កោដជាអនន្តរាប់មិនអស់មានព្រះពុទ្ធត្រាស់ដឹងរាល់ថ្ងៃគ្មានចន្លោះគឺថាបើលោកធាតុ 100,000 កោដនេះព្រះពុទ្ធបរិនិព្វានទៅហើយលោកធាតុ 100,000 កោដនោះមានព្រះពុទ្ធកំពុងតែត្រាស់ដឹងលោកធាតុ 100,000 កោដឯណោះមានព្រះពុទ្ធកំពុងតែចាប់បដិសន្ធិលោកធាតុ 100,000 កោដឯណោះមានព្រះពុទ្ធកំពុងតែចេញបព្វជិឬក៏មានលោកធាតុ 100,000 កោដ 100,000 កោដជាច្រើនដែលមានព្រះពុទ្ធកំពុងតែចុះចាប់បដិសន្ធិកំពុងតែប្រសូតកំពុងតែបានត្រាស់ជាដើមឬក៏មានលោកធាតុ 100,000 កោដជាច្រើនកំពុងតែវិនិច្ឆ័យមានលោកធាតុ 100,000 កោដជាច្រើនដែលកំពុងតែចម្រើនការយល់ទាំងពីរឋាននេះអ្នករៀបរៀងមិនបាច់វិនិច្ឆ័យថាខាងណាខុសខាងណាត្រូវទេគ្រាន់តែទាញហេតុផលមកបង្ហាញជាគ្រោងគំនិតទុកជាបានការស្រេចនៅលើពុទ្ធបរិស័ទដែលបានមើលសិភៅនេះបានស្ដាប់សិភៅនេះវិនិច្ឆ័យចុះ
បើឃើញថាខាងណាមានសមហេតុសមផលជាង